យើងគួរបែងចែកអាហារសម្រន់ឲ្យកូនម៉ោងណាទៅតាមពិតទៅមិនប្រហែលអីគ្រាន់តែថាពេលវេលាបើសិនជាម៉ាក់ឲ្យដូចខ្ញុំក៏មិនកើតដែរកលៈទេសៈរបស់យើងផ្សេងគ្នាធម្មតាកូនរបស់ខ្ញុំពេលដែលគាត់នៅបាវគាត់ងើបតាំងពីម៉ោង6អីហ្នឹងដើម្បីញ៉ាំទឹកដោះគោអញ្ចឹងពេលដែលគាត់ញ៉ាំហើយបានខ្ទង់1ម៉ោងឬក៏1ម៉ោងជាងបានខ្ញុំឲ្យញ៉ាំអាហារពេលព្រឹកអញ្ចឹងអាហារពេលព្រឹករបស់គាត់អាចជាម៉ោង7ឬក៏ម៉ោង7កន្លះអញ្ចឹងក្នុងចន្លោះម៉ោង9ឬក៏ម៉ោង9កន្លះខ្ញុំឲ្យអាហារសម្រន់គាត់មកពេលអាហារថ្ងៃត្រង់គាត់គឺម៉ោង12ថ្ងៃត្រង់ឬក៏អាចម៉ោង10កន្លះតាមគាត់ឃ្លានប៉ុន្តែភាគច្រើនរៀងដល់ម៉ោង12រៀងឲ្យចន្លោះឆ្ងាយបន្តិចចាំគាត់ឃ្លានហើយញ៉ាំបានច្រើនភាគច្រើនកូនរបស់ខ្ញុំពេលគាត់រៀងធំទៅជាធម្មតាកូនរបស់ម៉ាក់ក៏ចឹងគាត់រៀងបៅមយាលទៅចាអញ្ចឹងពេលដែលញ៉ាំអាហារថ្ងៃត្រង់ហើយខ្ទង់1ម៉ោងអីបានគាត់មុំអញ្ចឹងទៅគាត់កេងហើយខ្ទង់ម៉ោង3អីគាត់ភ្ញាក់មកពេលដែលភ្ញាក់មកគឺគាត់ញ៉ាំអាហារសម្រន់របស់ខ្ញុំពេលថ្ងៃភាគច្រើនគឺម៉ោង3ហើយចន្លោះម៉ោងហ្នឹងរហូតដល់ម៉ោង6បានខ្ញុំឲ្យអាហារពេលល្ងាចគាត់អញ្ចឹងម៉ោង3គាត់ញ៉ាំអាហារសម្រន់ហ្នឹងគាត់ក៏អាចម៉ោង4កន្លះហ្នឹងគាត់ញ៉ាំ finger food ឬក៏មុំអីតាមហ្នឹងចឹងណាម៉ាក់ពពួក finger food ហ្នឹងធ្វើឲ្យគាត់អត់ឆ្អែតទេម៉ាក់ដោយសារតែអាហ្នឹងដូចជាផ្កាខាត់ណាឬក៏ដើម broccoli ឬក៏ពួកបន្លែយើងគ្រាន់តែជាចំហុយឲ្យគាត់រៀនប្រាអញ្ចាញទេវាជួយអត់ឲ្យគាត់ឆ្អែតទេវាអត់ដូចអាហារសម្រន់ទេអាហារសម្រន់ខ្ញុំអាចធ្វើជាល្ពៅចំហុយមួយពងមាន់ឬក៏នំផ្សេងដែលសាបអីចឹងទៅសម្រាប់អាហារពេលល្ងាចរបស់គាត់គឺម៉ោង6ឬក៏ម៉ោង6កន្លះទុកចន្លោះពេលមុនគាត់ញ៉ាំបាយឲ្យគាត់ញ៉ាំអាហារសម្រន់ឬក៏មុំអី2ម៉ោងឲ្យចន្លោះ2ម៉ោងនោះគឺគាត់រៀងឃ្លាតពីបាយគាត់បន្តិចអត់មានអីចូលពោះគាត់ញ៉ៃដើម្បីឲ្យគាត់ញ៉ាំបាយជួយជាកណិតខ្លះសម្រាប់ម៉ាក់តែការអនុវត្តមិនមែនត្រូវតែដូចខ្ញុំទេម៉ាក់គ្រាន់តែយើងទុកចន្លោះ2ម៉ោងពីអាហារសម្រន់ទៅបាន